សំណួរនៅថ្ងៃទី30 ខែកក្កដាឆ្នាំ2019នៅក្នុងព្រះវិហារក្រោយពេលដែលសិស្សបានថ្វាយបង្គំព្រះនិងព្រះពោធិសត្វចប់សពគ្រប់អស់ពេលដែលសិស្សអង្គុយចុះសូត្រធម៌ក៏បានមើលឃើញមានដុំពពកកំពុងតែរសាត់អណ្ដែតនៅលើអាសនៈព្រះធម្មកាយរបស់លោកគ្រូបានបង្ហាញកាយនៅលើអាកាសហើយក៏បាននាំយកព្រលឹងរបស់សិស្សទៅដល់ដំណាក់ព្រះពោធិសត្វគន្ទីព្រះពោធិសត្វគង់សៀមមានព្រះបន្ទូលថាកូនសិស្សចូលកូនកត់ត្រាឲ្យបានល្អនៅទស្សនភាពដែលគ្រូឲ្យកូនមើលឃើញនេះពេលត្រឡប់ទៅវិញត្រូវសរសេរជាអត្ថបទដើម្បីបង្ហាញដល់សត្វលោកខាងក្រោមនេះជាទស្សនភាពដែលសិស្សបានមើលឃើញនេះហាក់បីដូចជាស្ថិតក្នុងរជ្ជកាលរាជវង្សមេងគ្រាមួយមានយុវជនវ័យក្មេងម្នាក់កើតនៅក្នុងគ្រួសារដែលមានជីវភាពសាមញ្ញក្មេងនេះគោរពបូជាព្រះដោយចិត្តស្មោះសរគាត់តែងតែទៅវត្តអារាមធ្វើការបរិច្ចាគទានរហូតដល់ចាស់ស្លាប់ពេលដែលគាត់ចែកឋានទៅទឹកមុខរបស់លោកតាគឺប្រកបដោយភាពស្ងប់ស្ងៀមក្រោយពីបានចែកឋានទៅព្រលឹងរបស់លោកតានេះបានរសាត់អណ្ដែតទៅដល់អារាមអ្នកតាម្ចាស់ទឹកដីក្រុងស្ដេចយមរាជបានយោងទៅតាមបុណ្យកុសលរបស់បុគ្គលនោះបានរៀបចំឲ្យលោកតាទៅចាប់កំណើតក្នុងផ្ទៃរបស់គ្រួសារអ្នកដែលមានកិត្តិយសនិងទ្រព្យសម្បត្តិស្ដុកស្ដំនៅក្នុងទីក្រុងអ្នកប្រុសតូចនេះពេលធំដឹងក្តីឡើងដោយសារតែជីវភាពគ្រួសារសបោហូហៀក៏ដើរផឹកស៊ីសប្បាយហឺហាដោយមិនបានសាងអំពើល្អក្រោយមកអ្នកប្រុសតូចនោះក៏ស្លាប់ដោយសារមានជំងឺកាយសាហាវចូលមកយាយីឆាបឆក់យកជីវិតក្រោយពេលដែលអ្នកប្រុសតូចចែកឋានទៅព្រោះតែអស់បុណ្យសំណាងគាត់ក៏បានទៅចាប់ជាសាជាថ្មីនៅទីជនបទក្រីក្រមួយដែលនៅក្រៅទីក្រុងក្មេងប្រុសនេះបានកើតនិងធំដឹងក្តីឡើងនៅទីជនបទក្រោយពេលឪពុកម្ដាយបានលាចាកលោកទៅយុវជនដែលមានវ័យជាង20ឆ្នាំរូបនេះក៏បានទៅទីក្រុងដើម្បីស្វែងរកការងារធ្វើដោយសារតែគ្មានជំនាញអ្វីសោះមានតែពេលយប់ចេញទៅលួចទ្រព្យសម្បត្តិអ្នកដទៃដើម្បីដោះស្រាយជីវភាពពេលវេលាយូរទៅផ្ដើមឡើងពីក្មេងពៀរហូតក្លាយទៅជាជនដ៏អាក្រក់ម្នាក់ដែលពេលយប់ចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះអ្នកដទៃគាត់បានឃើញសម្រស់នារីស្រស់ស្អាតម្នាក់ក៏បានចាប់បង្ខំនាងប្រព្រឹត្តទង្វើមិនគប្បីមានយប់មួយជននេះបានលួចចូលទៅក្នុងផ្ទះមួយខ្នងក្រោយពីមើលឃើញនារីម្នាក់ផ្លាស់សម្លៀកបំពាក់រួចគេងលងលក់ក៏បានលោតចុះមកពីលើរនូតផ្ទះក្នុងគោលបំណងចង់ប្រព្រឹត្តអំពើដេរឆាននារីម្នាក់នោះសត្វតែភ្ញាក់ដឹងខ្លួនភ្លាមរួចស្រែកហៅឲ្យគេជួយចៅនោះភ័យពេកក៏យកក្រណាត់មកខ្ទប់មាត់នារីម្នាក់នោះរហូតដល់ថប់ដង្ហើមស្លាប់តែម្ដងរួចហើយទើបប្រព្រឹត្តអំពើដេរឆានចំពោះនាងព្រលឹងនារីក្មេងដែលបានស្លាប់ទៅនោះបានរសាត់អណ្ដែតទៅដល់មុខដំណាក់ស្ដេចយមរាជហើយក៏បានយំរៀបរាប់នៅទីនោះរួចក៏ត្រូវបានស្ដេចយមរាជអនុញ្ញាតឲ្យត្រឡប់ទៅឋានមនុស្សលោកវិញដើម្បីទាញបំណុលជីវិតព្រលឹងដ៏អយុត្តិធម៌របស់ក្មេងស្រីនេះបានចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនជនអាក្រក់នោះបញ្ជាឲ្យជនអាក្រក់នោះទៅដល់ក្នុងផ្ទះរបស់ស្ត្រីម្នាក់ដែលបានឆ្លងជំងឺកាមរោគព្រលឹងនារីក្មេងនេះកាលនៅរស់ធ្លាប់បានស្គាល់គ្រួសារមួយនេះជនអាក្រក់បានប្រព្រឹត្តអំពើដេរឆានជាមួយស្ត្រីម្នាក់នោះប៉ុន្មានខែក្រោយមកក៏មានអាការៈមិនស្រួលខ្លួនរួចក៏ទៅរកគ្រូពេទ្យដើម្បីពិនិត្យជំងឺត្រូវបានគ្រូពេទ្យវិនិច្ឆ័យថាមានកើតជំងឺកាមរោគព្រលឹងដ៏អយុត្តិធម៌របស់នារីក្មេងនេះឃើញថាគំនុំត្រូវបានសងសឹករួចហើយក៏បានចាកចេញពីជនអាក្រក់ទៅអារាមអ្នកតាម្ចាស់ទឹកដីក្រុងដើម្បីចាប់ជាតិដោយជនអាក្រក់កាលនៅរស់
បានប្រព្រឹត្តអំពើអាក្រក់ច្រើនពេកបណ្ដាលឲ្យឆ្លងជំងឺកាមរោគក្រោយពេលដែលបានធ្លាក់ខ្លួនដើរសុំទាននៅតាមដងផ្លូវប្រជាជនក្នុងទីក្រុងមិនសូវពេញចិត្តក្នុងការដាក់ទានលុយកាក់ឲ្យនោះទេមុនពេលជនអាក្រក់នោះស្លាប់គាត់កើតខ្ទុះពេញខ្លួនស្គមស្គាំងនៅសល់តែស្បែកដណ្ដប់ឆ្អឹងក្រោយស្លាប់ទៅជនអាក្រក់នេះបានធ្លាក់ចុះទៅកើតក្នុងឋាននរកចេញពីឋាននរករួចក៏ទៅចាប់កំណើតជាសត្វជ្រូកដែលត្រូវបានគេសម្លាប់រួចចាប់ជាសត្វជ្រូកម្ដងហើយម្ដងទៀតឆ្លងកាត់នៅវាវត្តសង្សារជាសត្វជ្រូករហូតដល់ទៅ10ជាតិទើបចាប់កំណើតជាមនុស្សវិញមន្ត្រីឋានក្រោមបាននាំយកពលឹងរបស់សត្វជ្រូកនេះទៅចាប់កំណើតក្នុងគ្រួសារជនជាតិចិនមួយនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ក្មេងប្រុសនេះបានចាប់កំណើតក្រោយធំដឹងក្តីឡើងក៏រៀបការមានគ្រួសារនិងមានកូនពេលដែលអាយុជិត50ឆ្នាំដោយសំណាងមិនល្អក៏បានឆ្លងរោគសើស្បែកមួយប្រភេទព្យាបាលមិនជាក៏ស្លាប់បាត់ទៅមុនពេលស្លាប់រូបរាងដែលត្រូវជំងឺសើស្បែកនេះធ្វើទុកគឺពិតជាដូចទៅនឹងរូបរាងដែលត្រូវជំងឺកាមរោគធ្វើទុកក្នុងអតីតជាតិដែលជាជនអាក្រក់នោះខ្លាំងណាស់ដោយការដុំសាច់ក្រហមពេញខ្លួនក្រោយពីគាត់ស្លាប់ទៅភរិយាបរិសនោះបានរកមនុស្សឧទ្ទិសកុសលឲ្យគាត់ដើម្បីអាចឲ្យគាត់លើកលែងទោសពីការធ្លាក់នរកការនៅរស់គាត់ធ្វើកសិកម្មហើយសម្លាប់សត្វល្អិតសត្វស្រមោចសត្វកណ្ដុរអស់ជាច្រើនដោយសារតែការនៅរស់គាត់ពុំបានសន្សំបុណ្យកុសលព្រលឹងគាត់បានរសាត់អណ្ដែតទៅចាប់កំណើតនៅឋានប្រេតរៀងរាល់ឆ្នាំពេលដែលដល់បុណ្យឆេងមេងនិងសែនក្បាលទឹកឬក្នុងផ្ទះសែនអ្នកចែកឋានព្រលឹងគាត់ត្រូវបានមន្ត្រីឋានក្រោមអនុញ្ញាតឲ្យត្រឡប់មកឋានមនុស្សលោកវិញដើម្បីមកមើលសាច់ញាតិនិងទទួលរបស់សំណែនថ្ងៃមួយពេលដែលភរិយាបរិសនោះកំពុងតែជជែកគ្នាជាមួយនឹងអ្នកសិក្សាព្រះធម៌ម្នាក់ដែលសាងបដិបត្តិនៅផ្ទះព្រលឹងប្រែតនេះក៏តាមអ្នកសាងបដិបត្តិធម៌នោះទៅដល់ព្រះវិហារមួយក្នុងព្រះវិហារមានគោរពបូជាព្រះពោធិសត្វគង់សៀមព្រះពោធិសត្វគន្ទីនិងព្រះពោធិសត្វអង្គផ្សេងទៀតដែលព្រលឹងនោះមិនស្គាល់ព្រះពោធិសត្វគង់សៀមបានបញ្ចេញឫទ្ធានុភាពបង្ហាញព្រះកាយពណ៌មាសហើយផ្ដល់ធម្មពលជាពន្លឺពណ៌មាសបញ្ចូលទៅក្នុងខ្លួនរបស់ព្រលឹងនោះមានមន្ត្រីឋានក្រោមម្នាក់បានហោះកាត់បង្អួចចូលមកក្នុងព្រះវិហារហើយបាននាំយកព្រលឹងទៅឋានក្រោមដើម្បីរង់ចាំការចាប់ជាតិសាជាថ្មីព្រះពោធិសត្វគង់សីមានព្រះបន្ទូលថាមើលទៅតាមនិស្ស័យកម្មនេះក្នុងចិត្តមានព្រះនិងប្រព្រឹត្តអំពើល្អទទួលផលកើតជាអ្នកមានកិត្តិយសនិងទ្រព្យសម្បត្តិស្ដុកស្ដំក្នុងមួយជាតិប្រព្រឹត្តអំពើអាក្រក់ក្នុងមួយជាតិធ្លាក់ខ្លួនកើតជាសត្វជ្រូក10ជាតិកូនសិស្សទាំងឡាយចូលចងចាំទុកថាវាវត្តសង្សារឋានទាំង6គឺគួរឲ្យខ្លាចបែបនេះដាច់ខាតគុំទៅសាងបាបកម្មដោយឆ្លក់វង្វេងនឹងគេឈ្មោះនិងផលប្រយោជន៍ដែលជារបស់คล้ายនឹងឋានមនុស្សលោកឲ្យសោះគួរឲ្យស្ដាយណាស់គួរឲ្យស្ដាយណាស់វាវត្តសង្សារដែលគ្មានទីបញ្ចប់សម្មាសម្ពុទ្ធោសូមអរគុណព្រះពោធិសត្វគង់សៀមសូមអរគុណលោកគ្រូសូមមកពីប្រទេសម៉ាឡេស៊ីថ្ងៃទី30ខែកក្កដាឆ្នាំ2019លោកគ្រូតបជាតិនេះអ្នកឈឺនៅអាយុប៉ុន្មានជាតិមុនប្រកាសជាអ្នកមានជំងឺនៅពេលនោះដែរឬក៏បានប្រព្រឹត្តនៅអំពើអាក្រក់ឬក៏ទទួលបានផលកម្មតបស្នងហេតុអ្វីបានជាគ្រូទាយអាចទាយត្រូវពីជោគវាសនារបស់អ្នកបានពីព្រោះអ្វីដែលអ្នកបានសាំងពីជាតិមុនជាតិនេះនឹងទទួលផលកម្មតបស្នងមកវិញនៅពេលវេលាដូចគ្នាផងដែរការទូទាយគឺយោងទៅតាមកម្មផលនេះដើម្បីរំលឹកដល់អ្នកថានៅពេលវេលានេះ
អ្នកនឹងទទួលផលកម្មតបស្នងដែលខាតគុំទៅប្រព្រឹត្តរឿងអាក្រក់បើសិនបើចាប់កំណើតជាសត្វហើយនោះចង់ចាប់កំណើតជាមនុស្សវិញគឺពិតជាលំបាកខ្លាំងណាស់មនុស្សជាច្រើនមិនយល់នៅហេតុផលមួយនេះទេសង្ឃឹមថាអ្នកទាំងអស់គ្នាយករឿងនេះធ្វើជាមេរៀនកុំប្រព្រឹត្តរាល់អំពើអាក្រក់ចូលសាងនៅរាល់អំពើល្អ